សួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ដំណើរព្រឹកព្រួយរបស់កថាជួបគ្នាសាជាថ្មីនៅក្នុងថ្ងៃនេះដំណើរព្រឹកព្រួយបាននាំយកសាច់រឿងចំនួន4ពីប្រិមិត្តដើម្បីយកមកនិយាយប្រាប់អ្នកទាំងអស់គ្នាសម្រាប់សាច់រឿងទាំង4របស់យើងថ្ងៃនេះគឺថាមានសាច់រឿងចម្រុះលីចូលគ្នាតែម្ដងដែលនៅក្នុងរឿងទី1វាជារឿងប្លែកតាក់ទងទៅនឹងតុក្កតាមកទឹកពីស្រុកគេហើយរឿងទី2វាជាប់ពាក់ព័ន្ធទៅនឹងភ្លើងចម្លែកដែលសូម្បីតែអ្នកដែលគាត់ជួបផ្ទាល់ក៏គាត់អត់អាចបែងចែកថាភ្លើងដែលគាត់បានឃើញនឹងគឺជាភ្លើងអីដែលប្រកបដែររីឯនៅក្នុងរឿងទី3វាជាប្រភេទរឿងអាគមហើយចុងក្រោយគេនៅក្នុងរឿងទី4វាគឺជារឿងដែលជាប់តាក់ទងនឹងរបស់ដែលគេឲ្យណាអូខេអញ្ចឹងចង់ដឹងថាសាច់រឿងទាំង4របស់យើងថ្ងៃនេះវាមានហេតុការណ៍ចម្លែកនិងមានជាការលោភបន្លាចនិងថត់ញ័រញាក់បែបណាខ្លះបានកើតឡើងអញ្ចឹងដើម្បីកុំឲ្យខាតពេលតោះចូលទៅកាន់សាច់រឿងយើងទាំងអស់គ្នាសម្រាប់រឿងទី1របស់យើងថ្ងៃនេះត្រូវបានចែករំលែកពីបងប្រុសម្នាក់ដែលគាត់មានឈ្មោះថាចត្រាអញ្ចឹងខ្ញុំសូមហៅគាត់ថាបងត្រាទៅចុះហើយសម្រាប់រឿងដែលគាត់បានចែករំលែកមកនេះវាបានកើតឡើងនៅក្នុងឆ្នាំ2022បងត្រាក៏ថាកាលពីកំឡុងឆ្នាំ2022ហ្នឹងក៏មានថ្ងៃមួយឆ្លៀតពេលទំនេរពេលល្ងាចគាត់ពីអ្នកប្តីប្រពន្ធហ្នឹងក៏បាននាំគ្នាជិះម៉ូតូដើរលេងនៅក្នុងក្រុងដើម្បីមើលគេមើលឯងនិងដើម្បីទៅរកអីញ៉ាំផងហើយជិះតាមផ្លូវសុកពួកគាត់ក៏បានជិះកាត់ហាងលក់សម្ភារៈមកទឹកមកកន្លែងសេរីហាងលក់អីវ៉ាន់មកទឹកពីជប៉ុនណាឃើញអញ្ចឹងប្រពន្ធគាត់ក៏ប្រាប់ថាចង់ចូលហាងហ្នឹងមើលអីវ៉ាន់គេបន្តិចក្រែងលោមានរបស់តំណងទិញអានឹងរកទិញផ្ញើអ្នកផ្ទះព្រោះតែចិត្តដល់ថ្ងៃដែលត្រូវទៅលេងទេហើយឬប្រពន្ធគាត់និយាយអញ្ចឹងហើយបងត្រាគាត់ក៏បានបត់ម៉ូតូវ៉េវចូលទៅក្នុងហាងមួយនោះចូលទៅក៏ថាហាងគេហ្នឹងធំខ្លាំងមែនទែនគេមានលក់របស់សពគ្រប់មានទាំងកៅអៅតុក្កតានិងសម្ភារៈប្រើប្រាស់ជាច្រើនអញ្ចឹងគណៈពេលកំពុងតែដើរមើលអីវ៉ាន់នៅក្នុងហាងនោះសុកស្រាប់តែបងត្រាគាត់បានប្រទះនឹងតុក្កតាកូនកំមុំមួយដែលវាមើលទៅហាក់នៅថ្មីហើយស្អាតខ្លាំងមែនទែនគាត់ថាតុក្កតានោះមើលទៅមុខមាត់វាដូចទៅនឹងមនុស្សអញ្ចឹងសាច់គេប៉ះទៅឡើងទន់ហើយសក់វិញគឺថាឡើងខ្មៅដល់ពេលដែលយើងស្ទាបទៅវាហាក់ដូចជាមិនមែនសក់ជ័រទេស្ទាបទៅវាដូចទៅនឹងសក់មនុស្សយើងមែនទែនអញ្ចឹងនិយាយទៅតុក្កតានឹងមើលទៅស្អាតមកចប់ទាស់តែមួយមុខទេគឺថាមុខវាអត់ឲ្យញឹមឡើយមុខវាឡើងកញើប៉ុន្តែដោយសារតែចិត្តស្រឡាញ់ទៅហើយទោះបីជាអត់ឲ្យញឹមក៏អត់អីដែរពេលនោះគាត់ក៏បានសម្រេចចិត្តទិញតុក្កតានោះក្នុងតម្លៃ 40000 រៀលអញ្ចឹងក្រោយពីបានទិញតុក្កតានឹងបានហើយបងត្រានិងប្រពន្ធក៏បានជិះចេញពីហាងនោះដើម្បីទៅរកញ៉ាំអីបន្តនិយាយទៅពេលហ្នឹងគាត់ទិញតែតុក្កតាមួយនឹងឯងហើយក្រោយពីញ៉ាំអីហើយរួចរាល់ពួកគាត់ក៏បានត្រឡប់មកបន្ទប់ជួលវិញហើយក៏បានយកតុក្កតាហ្នឹងទៅជួលទៅនឹងអញ្ចឹងរងចាំថ្ងៃដែលត្រូវទៅលេងស្រុកហ្នឹងចាំយកតុក្កតាមួយហ្នឹងទៅឲ្យកូនស្រីរបស់គាត់អញ្ចឹងគាត់ថាអរយៈពេលដែលគាត់យកតុក្កតាហ្នឹងមកទុកនៅក្នុងបន្ទប់ជួលហ្នឹងគ្រប់យ៉ាងគឺថាធម្មតាអត់មានរឿងអីកើតឡើងទេដល់រហូតដល់ថ្ងៃដែលត្រូវទៅលេងស្រុកពេលនោះពួកគាត់ក៏បានយកតុក្កតានោះទៅជាមួយដើម្បីយកទៅឲ្យកូនស្រីរបស់គាត់ពេលដែលទៅដល់ផ្ទះនៅស្រុកយកតុក្កតាទៅឲ្យកូនគាត់ហើយគាត់ថាកូនគាត់ពិតជាស្រឡាញ់តុក្កតានឹងខ្លាំងមែនទែនព្រោះតែដូចដែលបាននិយាយពីខាងលើអញ្ចឹងតុក្កតានោះវាមានសាច់ទន់ដូចមនុស្សយើងពិតអញ្ចឹងហើយពេលដែលទទួលបានតុក្កតានឹងហើយកូនគាត់នឹងអោបវាលេងនៅក្តីស្រឡាញ់សឹងតែតាណាម៉ាណាក៏យកទៅតាមដែរហើយបងត្រាគាត់ថាដំបងឡើយគាត់យកតុក្កតានឹងទៅឲ្យកូនគាត់ហ្នឹងគ្រប់យ៉ាងធម្មតាអត់មានអីគួរឲ្យកត់សម្គាល់ទេរហូតដល់ស្អែកឡើងកាលនោះការដែលដឹងថាបងត្រានឹងប្រពន្ធទៅលេងស្រុកបែបហ្នឹងពេលនោះពូរបស់ប្រពន្ធបងត្រាក៏បានមកលេងគាត់នៅផ្ទះម៉ែក្មេងគាត់ដែរលឿនថាឃើញក្មួយមកលេងស្រុកគាត់មកលេងក្មួយអីអញ្ចឹងណាហើយត្រង់ចំណុចនេះខ្ញុំសូមដាក់ឈ្មោះឲ្យពូគាត់ថាពូចិត្តទៅចោះបញ្ជាក់ណាអ្នកទាំងអស់គ្នាពូចិត្តគាត់ក៏ចេះខាងគ្រូខ្លះដែរតែមិនជាខ្លាំងណាស់ទេគាត់ចេះមកល្មមមកអាចមើលដឹងរឿងតិចតួចបានតែមុននឹងបន្តខ្ញុំសូមនិយាយពីសភាពផ្ទះរបស់ម៉ែក្មេងបងត្រាបន្តិចគាត់ថាផ្ទះរបស់ម៉ែក្មេងគាត់នឹងគឺជាផ្ទះទៀមធ្វើពីថ្មដែលនៅខាងមុខគឺមានគ្រែឈើមួយសម្រាប់អង្គុយលេងហើយគាត់ថាអញ្ចេះអាគ្រែមួយសម្រាប់អង្គុយលេងនោះគឺថាវាទៀបខ្លាំងមែនទែនកម្ពស់វាប្រហែលជាមួយចាអាមពីដីតែប៉ុណ្ណោះនិយាយទៅគឺថាទៀបខ្លាំងហ្នឹងហើយអញ្ចឹងបងត្រាក៏ថានៅក្នុងថ្ងៃហ្នឹងពេលដែលពូចិត្តមកដល់មុខផ្ទះហើយមិនតនឹងបានចូលមកដល់ក្នុងបរិវេណផ្ទះផងដល់ពេលដែលគាត់ចោលភ្នែកមើលតែគ្រែនៅខាងមុខផ្ទះហ្នឹងទៅស្រាប់តែគាត់បានឃើញក្មេងស្រីម្នាក់កំពុងតែលូនលេងនៅក្រោមគ្រែឃើញអញ្ចឹងភ្លាមមកគាត់ឆ្ងល់ខ្លាំងមែនទែនថាមិនបានជាបងស្រីគាត់បដ ாய் ឲ្យចៅទៅលូនលេងអីនៅក្រោមគ្រែអញ្ចឹងគិតបែបហ្នឹងគាត់ក៏បានប្រញាប់ដើរចូលមកក្នុងដើម្បីដេញក្មេងនោះកុំឲ្យវាលូនលេងនៅក្រោមនឹងទៀតណាប៉ុន្តែដល់ពេលចូលទៅមិនទាន់នឹងបានដើរទៅដល់គ្រែផងពេលនោះបងត្រាក៏បានចេញមកពីក្នុងផ្ទះមកសួរនាំគាត់ឡើងមកស្ទុះនឹងធ្វើឲ្យគាត់នេះភ្លេចសួរនាំរឿងក្មេងនោះឲ្យឆឹងហើយដល់និយាយគ្នាឡើងបានមកស្ទុះក្រោយមកទើបពូចិត្តគាត់នៅឃើញដល់រឿងក្មេងនោះបន្ទាប់មកគាត់ក៏បានសួរបងត្រាថាមុននឹងគាត់បានឃើញក្មេងស្រីនៅក្រោមគ្រែហើយមិនបានជិះបដ ாய் កូនឲ្យទៅលូនលេងអីនៅក្រោមគ្រែអញ្ចឹងអត់ខ្លាចប៉ះក្បាលឬក៏ប៉ះសត្វប៉ះអីទៅអីឬពូចិត្តនិយាយបែបហ្នឹងហើយបងត្រាគាត់ក៏បាននិយាយថាមានក្មេងមកពីណាផ្ទះនេះក្មេងមានតែកូនគាត់ម្នាក់នឹងឯងហើយមីអូនវាដេកនៅក្នុងផ្ទះឯណោះក្រោយពីឮបងត្រានិយាយអញ្ចឹងហើយពូចិត្តក៏ឈប់និយាយពីរឿងនោះ
បន្ទាប់មកពួកគាត់ក៏នាំគ្នានិយាយពីរឿងអីផ្សេងជាធម្មតាហើយដល់ល្ងាចពួកគាត់ក៏បានហូបបាយជុំគ្នាអីអញ្ចឹងទៅហើយក្រោយពីហូបបាយហើយពួកចិត្តក៏បានត្រឡប់ទៅផ្ទះវិញទៅព្រោះតែផ្ទះគាត់ក៏នៅមិនឆ្ងាយពីផ្ទះម៉ែក្មេកគាត់ប្រហែលដែរវាថាគាត់មកលេងតែមួយផ្លេតណាហើយបងត្រាក៏ថាការដែលគាត់នឹងប្រពន្ធទៅលេងស្រុកហ្នឹងគាត់ក៏មានពេលតែ3ថ្ងៃទេដល់3ថ្ងៃបន្ទាប់គាត់ក៏បានត្រឡប់មកភ្នំពេញវិញទៅអញ្ចឹងរឿងបន្ទាប់មកនេះបងត្រាក៏ថាគាត់មិនមែនជាអ្នកជួបផ្ទាល់ឡើយដោយអ្នកជួបនោះគឺជាម្ដាយក្មេករបស់គាត់អញ្ចឹងខ្ញុំសូមដាក់ឈ្មោះឲ្យម្ដាយក្មេកបងត្រាថាអ៊ំច័ន្ទទៅចុះអូខេអញ្ចឹងកាលហ្នឹងក្រោយពីបងត្រានិងប្រពន្ធបានទៅភ្នំពេញវិញរំលងទៅបាន2ថ្ងៃក្រោយមកក៏មានយប់មួយយប់ហ្នឹងអ៊ំច័ន្ទគាត់បានគេងជាមួយចៅគាត់ជាធម្មតាទេហើយបើនិយាយពីម៉ែអូនវិញគឺថាវាស្រឡាញ់តុក្កតានឹងខ្លាំងមែនទែនពេលគេងបើមិនបានតុក្កតានឹងមកអប់នឹងដៃទេគឺថាមិនព្រមសោះតែម្ដងហើយយប់នឹងផងដែរកំពុងតែគេងសុកនេះស្រាប់តែអ៊ំច័ន្ទគាត់បានយល់សពចំណែកមួយគាត់ថានៅក្នុងយល់សពនោះគាត់បានយល់សពឃើញខ្លួនឯងនឹងកំពុងតែគេងនៅក្នុងបន្ទប់ជាមួយនឹងចៅជាធម្មតាហើយកំពុងតែគេងសុកស្រាប់តែអាតុក្កតាដែលចៅគាត់កំពុងតែអោបនឹងស្រាប់តែវាបានស្ទុះមកច្បាច់ករបស់គាត់គ្រាន់តែឃើញតុក្កតានឹងវាហក់មកច្បាច់កគាត់បែបហ្នឹងពេលនោះគាត់ភ័យនឹងភ្ញាក់ដឹងខ្លួនឡើងបន្ទាប់មកគាត់ក៏បានស្ទុះទៅបើកភ្លើងយ៉ាងលឿនហើយសម្លឹងមើលទៅតុក្កតាមួយនោះហើយអ្នកទាំងអស់គ្នាដឹងមិនអត់ពេលដែលគាត់មើលទៅតុក្កតាមួយនោះទៅស្រាប់តែគាត់បានឃើញចៅរបស់គាត់នេះកំពុងតែគេងជាធម្មតាប៉ុន្តែតុក្កតាហ្នឹងគឺថាវាបានក្រោកអង្គុយនៅជិតចៅរបស់គាត់ទៅវិញឃើញចឹងភ្លាមមកអ៊ំច័ន្ទគាត់ចាប់ដើមមានអារម្មណ៍មិនស្រួលហើយតែគាត់អត់ទាន់បញ្ចេញអាកប្បកិរិយាអីច្រឡែកឡើយដល់ពេលនោះគាត់បានយកតុក្កតាហ្នឹងទៅដាក់ឲ្យដេកវិញបន្ទាប់មកគាត់ក៏បានបិទភ្លើងសម្រាប់វិញដែរទៅនិយាយទៅពេលហ្នឹងអ៊ំច័ន្ទគាត់ព្យាយាមគិតវិជ្ជមានមែនទែនហើយរហូតដល់ថ្ងៃបន្ទាប់រឿងប្លែកៗហ្នឹងក៏ចេះតែកាត់ឡើងជាបន្តបន្ទាប់ហូរហែពាក់ព័ន្ធនឹងតុក្កតាហ្នឹងដែលគាត់ថាពេលខ្លះអាតុក្កតាឡប់ហ្នឹងវាចេះផ្លាស់ទីដោយខ្លួនឯងរបៀបថាដំបងឡើយគាត់ឃើញវានៅលើក្រែទេដល់ពេលគាត់ទៅក្រៅបានបន្តិចដើរចូលមកក្នុងវិញគាត់ក៏បានឃើញអាតុក្កតាហ្នឹងវាទៅអង្គុយនៅលើតុនៅក្បែរក្រែហ្នឹងទៅវិញតែអាហ្នឹងអាចថាមានអ្នកលើកយកមកដាក់អីគាត់ក៏មិនច្បាស់ដែរហើយនៅមានពេលមួយទៀតអាហ្នឹងពិបាកបកាយតែម្ដងគាត់ថាតុក្កតាហ្នឹងភ្នែកវាបិទបើកអត់បានទេទោះបីជាយើងយកដៃទៅរុញក៏អត់បានដែរគឺថារឹងអត់អាចបិទបើកបានឡើយប៉ុន្តែថ្ងៃហ្នឹងមិនដឹងជាម៉េចពេលនោះអ៊ំច័ន្ទគាត់កំពុងតែបោះផ្ទះហើយចៅរបស់គាត់ហ្នឹងក៏បានយកអាតុក្កតាហ្នឹងទៅដាក់នៅលើតុបន្ទាប់មកចៅគាត់ហ្នឹងក៏លើកដៃលើកជើងតុក្កតានោះលេងជាធម្មតាណាហើយគណៈពេលដែលគាត់ឃើញចៅគាត់កំពុងតែលេងហ្នឹងគាត់បានបោះផ្ទះបដាហើយមើលចៅគាត់កំពុងតែលេងបដាហើយគណៈពេលនោះពេលដែលគាត់ចោលភ្នែកមកវឹបមើលទៅតុក្កតាហ្នឹងទៅស្រាប់តែគាត់ឃើញតុក្កតាហ្នឹងវាថ្មិចភ្នែកបានឃើញបែបហ្នឹងភ្លាមមកគាត់ឈប់គិតវិជ្ជមានអីទៀតហើយគឺថាចាប់ពីពេលហ្នឹងមកគាត់ចាប់ដើមមានអារម្មណ៍កាន់តែមិនស្រួលតែម្ដងរហូតដល់ស្អែកឡើងឆ្លៀតពេលតនេគាត់ក៏បានទៅផ្សារដើម្បីទិញតុក្កតាថ្មីយកមកឲ្យចៅរបស់គាត់ដើម្បីជាធ្នូដូរយកតុក្កតានោះទៅបោះចោលអញ្ចឹងពេលដែលទិញតុក្កតាថ្មីបានហើយអ៊ំច័ន្ទក៏បានយកតុក្កតាចម្លែកមួយនោះទៅចោលនៅក្រៅផ្ទះចោលនៅកន្លែងកណូសារ៉ាមតែអាចថាដោយសារតែចៅគាត់នឹងស្រឡាញ់តុក្កតានឹងពេកចឹងហើយចៅរបស់គាត់នេះក៏បានដើរទៅរើសតុក្កតានោះយកមកវិញតែទោះបីជាដឹងថាចៅស្រឡាញ់យ៉ាងណាក៏ដោយសារតែដឹងថាតុក្កតាហ្នឹងតែហ៊ានទុកដឹងតែមានរឿងមិនល្អហើយអញ្ចឹងហើយពេលនោះអ៊ំច័ន្ទក៏បានលួចយកតុក្កតានោះទៅចោលម្ដងទៀតដោយលើកនេះគាត់បានយកវាទៅបោះចោលឲ្យជាប់ទៅនឹងចុងអាស័យនៅខាងលើឯណោះដើម្បីកុំឲ្យចៅគាត់នឹងយកមកវិញបានទៀតហើយគាត់ថាពេលដែលគាត់យកទៅចោលហ្នឹងគឺគាត់ចោលនៅពេលល្ងាចណាអ្នកទាំងអស់គ្នាគាត់លួចទៅស្ងាត់អត់ឲ្យចៅគាត់ដឹងទេអញ្ចឹងក្រោយពីបានយកតុក្កតាហ្នឹងទៅចោលហើយយប់ហ្នឹងគាត់បានចូលគេងជាធម្មតាហើយក៏អត់បានយល់សពចម្លែកអីទៀតដែរប៉ុន្តែនៅពេលព្រឹកឡើងអ្នកទាំងអស់គ្នាដឹងមិនអត់ព្រឹកហ្នឹងពេលដែលអ៊ំច័ន្ទគាត់បើកភ្នែកភ្ញាក់ដឹងខ្លួនឡើងវិញអ្នកទាំងអស់គ្នាស្រាប់តែពេលនោះគាត់បានឃើញអាតុក្កតាដែលគាត់បានយកចោលកាលពីល្ងាចមិញហ្នឹងវាបានមកអង្គុយនៅលើតុក្បែរក្បាលតនេរបស់គាត់គ្រាន់តែឃើញចឹងភ្លាមអ៊ំច័ន្ទគាត់ចាប់ផ្ដើមមានអារម្មណ៍ព្រឺសបោខ្លាំងមែនទេព្រោះតែនៅផ្ទះគាត់មានតែ2នាក់ចៅទេហើយបើថាចៅរបស់គាត់ទៅយកតុក្កតាមកវិញហ្នឹងក៏វាមិនសមដែរព្រោះតែពេលដែលគាត់យកវាចោលជាលើកទី2ហ្នឹងគឺគាត់បានគប់វាទៅនៅចុងអាស័យនៅខាងលើឯណោះមិនអាចឲ្យក្មេងធម្មតាឡើងយកមកវិញបានឡើយអញ្ចឹងដល់រឿងនឹងកើតឡើងចម្លែកបែបហ្នឹងហើយអ៊ំច័ន្ទគាត់កាន់តែមានអារម្មណ៍មិនស្រួលខ្លាំងមែនទេហើយនៅក្នុងព្រឹកនឹងដដែលហ្នឹងគាត់ក៏បានបញ្ញាប់យករឿងហ្នឹងទៅពិភាក្សាជាមួយពូចិតហើយដោយសារតែពូចិតនេះគាត់ចេះដឹងពីរឿងហ្នឹងដែរពេលនោះគាត់ក៏បាននិយាយប្រាប់អ៊ំច័ន្ទថាតាមពិតទៅគាត់ដឹងថាតុក្កតានេះវាមិនស្រួលតាំងពីថ្ងៃដែលគាត់មកលេងថ្ងៃមុនមកម្លេះតែគាត់អត់និយាយហើយហេតុផលបានជាគាត់និយាយថាគាត់មានអារម្មណ៍មិនស្រួលបែបហ្នឹងនោះក៏ដោយសារតែការពីថ្ងៃដែលគាត់បានមកលេងហ្នឹងគាត់បានឃើញក្មេងស្រីចម្លែកម្នាក់បានទៅលេងនៅក្រោមគ្រែនៅមុខផ្ទះហ
ហើយនៅក្នុងថ្ងៃនោះគាត់ក៏បានសួរបងត្រាហើយគាត់គិតថាក្មេងដែលគាត់បានឃើញនៅក្រោមគ្រែហ្នឹងប្រកាសជាវិញ្ញាណដែលស្ថិតនៅក្នុងតុក្កតានោះហើយប៉ុន្តែគាត់អត់ទាន់និយាយព្រោះតែខ្លាចក្រែងជាវិញ្ញាណអីផ្សេងណាអញ្ចឹងបន្ទាប់ពីបាននិយាយគ្នាពីរឿងហ្នឹងរួចហើយពេលនោះពូចិត្តក៏បានធ្វើពិធីមួយដល់ពិធីហ្នឹងតូចតាចទេដល់ពេលហ្នឹងពូចិត្តគាត់បានយកខ្សែអំបោះសមកសូត្រអីម្យ៉ាងក៏មិនដឹងដែរបន្ទាប់មកគាត់ក៏បានយកខ្សែអំបោះនោះទៅចងស្លាបផ្សេងទៅនឹងតុក្កតាហ្នឹងបន្ទាប់មកគាត់ក៏បានប្រាប់ឲ្យអ៊ំច័ន្ទនេះយកតុក្កតាហ្នឹងទៅកប់នៅក្នុងដីនៅខាងក្រោយឲ្យឆ្ងាយពីផ្ទះទៅហើយក៏ថាមានអីក្រោយពីបានយកតុក្កតានោះទៅកប់នៅក្រោមដីហើយអ៊ំច័ន្ទគាត់ក៏មិនដែលជួបរឿងចម្លែកអីទៀតដែរតែងាកមកនិយាយពីបងត្រាវិញសម្រាប់គាត់វិញគាត់ថាអាប្រភេទរឿងបែបហ្នឹងគាត់ធ្លាប់តែមើលនៅក្នុងកុនតែប៉ុណ្ណោះអត់ដែលគិតថាវាមានពិតបែបហ្នឹងឡើយតែឥឡូវគាត់បានជួបហើយសំខាន់វាបានកើតឡើងទៅលើគ្រួសាររបស់គាត់ទៀតហើយបញ្ជាក់ផងដែរអ្នកទាំងអស់គ្នាអ្វីដែលគាត់ចែករំលែកមកនេះគាត់ថាគឺជារឿងពិត 100% តែម្ដងប៉ុន្តែពីខ្ញុំទៅដែលជាអ្នកចែករំលែកបន្តខ្ញុំក៏មិនហ៊ានជំរុញឲ្យបងប្អូនទាំងអស់គ្នាជឿដែរបងប្អូនអាចស្ដាប់ហើយអាចពិចារណាដោយខ្លួនឯងបានអញ្ចឹងសម្រាប់រឿងទី1របស់យើងគឺចប់តែប៉ុណ្ណឹងចូលមកដល់រឿងទី2របស់យើងដែលរឿងរ៉ាវមួយនេះត្រូវបានចែករំលែកពីបងត្រាដដែលទេដែលរឿងមួយនេះគឺគាត់ជាអ្នកជួបផ្ទាល់តែម្ដងនៅកំឡុងឆ្នាំ2014បងត្រាក៏ថាកាលពីកំឡុងឆ្នាំ2014ហ្នឹងគាត់អត់ទាន់មានប្រពន្ធទេហើយកាលនោះគាត់ក៏មិនទាន់ឡើងមកធ្វើការនៅភ្នំពេញដែរគឺគាត់បានរស់នៅជាមួយម៉ែពុកគាត់នៅឯស្រុកស្រែជាធម្មតាហើយសម្រាប់តំបន់ដែលគាត់រស់នៅកាលពីជំនាន់នោះអ្នកស្រុកភូមិនៅក្នុងតំបន់ហ្នឹងគេនិយមធ្វើស្រែស្រូវប្រាំងណាស់ព្រោះតែនៅជិតភូមិគាត់នោះគឺមានបឹងមួយរៀងធំគួរសមដែរដែលបានផ្ដល់នូវទឹកគ្រប់គ្រាន់សម្រាប់ឲ្យពួកគាត់អាចធ្វើស្រែបានគ្រប់រដូវបានហ្នឹងហើយអញ្ចឹងគាត់ថាការហ្នឹងឲ្យទៅដល់រដូវប្រាំងកាលណាអ្នកភូមិរបស់គាត់នឹងចូលចិត្តប្រឡែងសត្វចិញ្ចឹមរបស់ពួកគាត់ណាដូចជាគោក្របីអីហ្នឹងគឺដឹងតែប្រឡែងឲ្យដើរពេញនឹងឯងព្រោះតែចងអត់កើតទេអ្នកទាំងអស់គ្នាដោយសារបើយើងចងទុកមកកន្លែងដឹងតែពួកវាស៊ីស្មៅមិនឆ្អែតឡើយអញ្ចឹងដោយសារតែអ្នកភូមិមួយចំនួនគាត់ធ្វើស្រូវប្រាំងហើយអ្នកភូមិមួយចំនួនទៀតគាត់ប្រឡែងគោឲ្យដើរពេញនឹងបែបហ្នឹងចង់ឬមិនចង់ម្ចាស់ស្រែនីមួយៗត្រូវតែមានអ្នកចាំយាមស្រែដើម្បីការពារគោកុំឲ្យចូលស៊ីស្រូវរបស់ពួកគាត់ហើយកាលហ្នឹងគាត់ថាមិនមែនយាមតែពេលថ្ងៃណាអ្នកទាំងអស់គ្នាគាត់ថាការយាមហ្នឹងគឺត្រូវយាមទាំងយប់ទាំងថ្ងៃទើបអាចទប់ជាប់អញ្ចឹងដោយសារតែគ្រប់គ្នាត្រូវតែយាមស្រែទាំងយប់ទាំងថ្ងៃបែបហ្នឹងពេលនោះអ្នកភូមិក៏បានរួមគ្នាធ្វើជារោងធំមួយសម្រាប់ឲ្យក្មេងៗដែលទៅយាមស្រែនៅពេលយប់អាចសម្រាកជុំគ្នាបានហើយបជាអ្នកដែលទៅយាមស្រែយប់ហ្នឹងគឺមានតែក្មេងស្ទាវៗនៅក្នុងភូមិនឹងឯងដែលជាអ្នកទៅយាមដោយការហ្នឹងបងត្រាគាត់ក៏បានទៅយាមស្រែជាមួយគេឯងដែរអញ្ចឹងគាត់ថាការហ្នឹងមានយប់មួយក្មេងៗនៅក្នុងភូមិហ្នឹងមានមួយក្រុមមានគ្នាទាំងអស់4នាក់បាននាំគ្នាទៅយាមស្រែដោយអ្នក3នាក់ទៀតមានឈ្មោះលីឡូនិងហ៊ីមហើយក៏ថាអញ្ចេះនៅម្ដុំស្រែដែលពួកគាត់ត្រូវយាមយប់ហ្នឹងគឺថាវាមានដក់ទឹកខ្លះនិងអាចមានកែបមានត្រីអាចនៅសេសសល់តាមទឹកដក់ហ្នឹងណាអញ្ចឹងនៅក្នុងយប់ហ្នឹងកំពុងតែគេងលេងសុកនៅក្នុងរោងនេះម្នាក់ក៏នឹកឃ្លានហើយដែលគិតថាបើសិនជារោត្រីបានមកអាំងហូបជុំគ្នាដូចជាតំណងគិតបែបហ្នឹងហើយពួកគាត់ទាំង4នាក់ហ្នឹងក៏បានស្រស់ស្រួលគ្នារួចក៏បានទិញពិលម្នាក់មួយមកពាក់នៅក្បាលហើយក៏បាននាំគ្នាចេញដំណើរទៅដីធានាបមកកន្លែងនៅក្បែរមាត់បឹងបញ្ជាក់ផងដែរបងត្រាក៏ថានៅម្ដុំដីធានាបមាត់បឹងហ្នឹងគឺមានទួលមួយដែលទួលហ្នឹងពីដើមឡើយធ្លាប់ជាកន្លែងដែលអ្នកភូមិយកសពដែលមានអ្នកស្លាប់ទៅបូជានៅទីនោះប៉ុន្តែគាត់ថានៅកំឡុងឆ្នាំ2014ហ្នឹងគឺគេឈប់យកសពទៅបូជានៅទីហ្នឹងទៀតហើយគេឈប់តាំងពីខ្ទង់ឆ្នាំ2000ជាងមកម្លេះហើយកន្លែងហ្នឹងពេលហ្នឹងគឺត្រូវបានគេទុកចោលដែលមានដូចជាព្រៃអីឡើងពេញហ្នឹងចឹងទៅអញ្ចឹងពេលហ្នឹងបងត្រាក៏ថាពួកគាត់ក៏បាននាំគ្នាដើរចេញពីរោងសម្ដៅទៅម្ដុំដីទំនាបនោះហើយពេលហ្នឹងដើរមិនតាន់ដល់កន្លែងឆ្លោះផងណាទាំងអស់គ្នាស្រាប់តែមើលពីចង្ងាយទៅពួកគាត់ក៏បានឃើញភ្លើងចម្លែកមួយវាលោតភ្លឹបភ្លេតនៅម្ដុំដីទំនាបហ្នឹងឃើញភ្លើងចម្លែកបែបហ្នឹងពួកគាត់ក៏បានប្រាប់គ្នាបិទភ្លើងពិលសិនដើម្បីមើលទៅភ្លើងនោះដើម្បីបញ្ជាក់ថាវាជាភ្លើងអីនិយាយគ្នាអញ្ចឹងហើយពួកគាត់ក៏បានបិទពិលពេលដែលបិទពិលហើយពួកគាត់ក៏នាំគ្នាដើរលបសម្ដៅទៅរកភ្លើងមួយនោះហើយក៏ថាអញ្ចេះពេលដែលពួកគាត់ដើរទៅកាន់តាគៀកភ្លើងហ្នឹងទៅគៀកភ្លើងហ្នឹងទៅគាត់សង្កេតមើលទៅភ្លើងហ្នឹងទៅគាត់ថាភ្លើងហ្នឹងទាបខ្លាំងមែនទែនទាបស្ទើរតែស្មើនឹងដីឃើញអញ្ចឹងពួកគាត់ក៏សួរគ្នាថានោះគឺជាភ្លើងអីបើថាជាភ្លើងអ្នកដែលមកឆ្លោះត្រីដូចគ្នាក៏វាមិនសមពួកបានមនុស្សហោចណាស់ក៏ភ្លើងពិលមានកម្ពស់ជាង1ម៉ែត្រដែរតែភ្លើងនេះវានៅទាបនឹងដីខ្លាំងមែនទែនសំខាន់ទាបនៅនឹងដីហើយវាលោតភ្លឹបភ្លេតអត់ដូចភ្លើងពិលយើងធម្មតាសោះខ្សឹបគ្នាអញ្ចឹងហើយពួកគាត់ក៏គិតសង្ស័យថានេះមិនមែនជាមនុស្សទេមើលទៅដោយការនឹងពួកគាត់នៅស្ទាវរៀងក្លាហានដែរទាំងអស់គ្នាដោយចង់ដឹងពួកគាត់ក៏បាននាំគ្នាលោបចិត្តទៅកាន់ភ្លើងនោះហើយដល់ពេលដើរទៅកាន់តាគៀកមែនទែនទៅនៅសល់ចម្ងាយប្រហែលជា10ម៉ែត្រអីទេពេលដែលពួកគាត់សម្លឹងមើលទៅកន្លែងភ្លើងនោះទៅគាត់ថាភ្លើងនឹងមើលទៅដូចជាទម្រង់ក្បាលមនុស្សដល់ពេលឃើញអញ្ចឹងភ្លាមម្នាក់ចាប់ផ្ដើមភ័យបន្ទាប់មកក៏បានខ្សឹបប្រកាយគ្នាទៅដូចជាភ្លើងអាបមិញមិនដឹងទេ
ហើយអាចថារសារតែពេលនោះពួកគាត់និយាយគ្នារឿងលឺដែរពេលនោះរបៀបថាភ្លើងនឹងអាចលឺសំឡេងពួកគាត់និយាយគ្នាណាបន្ទាប់មកភ្លើងនឹងក៏បានហោះចេញពីកន្លែងហ្នឹងកម្ពស់ប្រហែលជា2ម៉ែត្រពីដីដល់ពេលឃើញភ្លើងនឹងវាហោះបានខ្ពស់បែបហ្នឹងបងត្រានឹងគ្នាគាត់នឹងក៏បាននាំគ្នាបើកភ្លើងពិលប្រចាំងទៅមើលអាភ្លើងនោះឲ្យបានច្បាស់ហើយមានអីគ្រាន់តែពួកគាត់បើកពិលភ្លាមស្រាប់តែអាភ្លើងមួយនឹងវាក៏ផ្អើហោះវឹងសម្ដៅទទួលកន្លែងបូជាសពក្បែរនឹងបាត់ទៅដល់ពេលឃើញភ្លើងនឹងវាហោះទៅបាត់បែបហ្នឹងអាចថាពួកគាត់ឬមានអារម្មណ៍តែខ្លាចដែរអញ្ចឹងពេលហ្នឹងពួកគាត់ក៏បានបបួលគ្នារត់ត្រឡប់មកកន្លែងរោងវិញអត់បាននៅឆ្លោះត្រីអីទៀតឡើយហើយត្រង់ចំណុចនេះសម្រាប់អ្វីដែលបង្ត្រាគាត់បានជួបហ្នឹងគាត់ក៏មិនប្រកាសថាភ្លើងដែលគាត់បានឃើញនោះគឺជាភ្លើងអាបឬគឺជាភ្លើងអីឲ្យប្រកាសដែរតែអ្វីដែលគាត់ប្រកាសគឺថាភ្លើងហ្នឹងមិនមែនជាភ្លើងមនុស្សឡើយអញ្ចឹងរឿងទី2របស់យើងគឺចាប់តែប៉ុណ្្នឹងឯងចូលមកដល់រឿងទី3របស់យើងដែលរឿងរ៉ាវមួយនេះត្រូវបានចែករំលែកពីប្រិយមិត្តរបស់យើងម្នាក់ដែលគាត់មានឈ្មោះថាលេងដែលរឿងដែលលេងគាត់បានចែករំលែកមកនេះវាគឺជារឿងប្រភេទអាគមណាអ្នកទាំងអស់គ្នាហើយវាបានកើតឡើងតាំងពីយូរណាស់មកហើយតាំងពីជំនាន់ឆ្នាំ1108ជាងឯណោះហើយរឿងដែលបានកើតឡើងហ្នឹងវាគឺជាបទពិសោធន៍ផ្ទាល់របស់តារបស់គាត់តែម្ដងដែលតារបស់គាត់មានឈ្មោះថាកែនអូខេចាប់ផ្ដើមសាច់រឿងយើងតែម្ដងទៅផ្ដើមសាច់រឿងដំបូងលេងគាត់បានប្រាប់ថាតាកែនគាត់គឺជាគ្រូអាគមម្នាក់ដែលមានគេស្គាល់រឿងច្រើនគួរសមមិនថានៅក្នុងភូមិឬក៏អ្នកនៅក្បែរភូមិនឹងទេឲ្យតែកាលណាមាននរណាឈឺត្រូវខ្មោចកាច់ត្រូវអំពើគេអីហ្នឹងដឹងតែគេរត់មករកគាត់ឲ្យជួយហើយដោយសារតែភាពល្បីល្បាញរបស់គាត់បែបហ្នឹងហើយទើបមានថ្ងៃមួយក៏មានគ្រួសារមួយមានសមាជិក3នាក់ដែលពួកគាត់នឹងមកពីស្រុករៀងឆ្ងាយដែរដែលឮថាតាកែនេះគាត់ប៉ាកែទៅពួកគាត់នាំគ្នាស្កាត់យកកូនមកឲ្យគាត់មើលព្រោះតែកូនរបស់ពួកគាត់នឹងឈឺធ្ងន់ព្យាបាលយ៉ាងណាក៏អត់បាត់សោះអញ្ចឹងពេលដែលគ្រួសារនោះមកដល់តាកែនក៏បានឲ្យគ្រួសារនោះយកអ្នកដែលឈឺនឹងចូលទៅសម្រាកនៅខាងក្នុងនៅខាងមុខអាសនៈគាត់ទៅហើយក្រោយពីយកអ្នកឈឺនឹងទៅដាក់នៅខាងក្នុងហើយតាកែនគាត់ក៏ចាប់ផ្ដើមសួរពីថ្ងៃខែឆ្នាំកំណើតអ្នកដែលឈឺនោះថាកើតនៅថ្ងៃណាខែណាអីអញ្ចឹងទៅពេលដែលបានដឹងពីថ្ងៃខែឆ្នាំកំណើតហើយតាកែនគាត់ក៏ចាប់ផ្ដើមធ្វើការប្រមាណមើលតាមជើងលេខគាត់គុនគូតាមក្បួនគាត់ណាអ្នកទាំងអស់គ្នាហើយដល់ពេលគុនគូមើលទៅបានមកស្ទុះទៅទើបគាត់ដឹងថាបរិសុទ្ធដែលឈឺនោះគឺគាត់បានត្រូវអំពើគេហើយអញ្ចឹងហើយទើបគ្រួសាររបស់គាត់នេះខំព្យាបាលយ៉ាងណាក៏នៅតែមិនជាបែបហ្នឹងហើយអ្វីដែលសំខាន់ណាបើសិនជាគ្រួសារនោះហ៊ានទៅទុកអ្នកដែលឈឺម្នាក់នឹងនៅសល់តែ2ថ្ងៃទៀតទេគ្រប់យ៉ាងគឺដឹងតែចប់សពគ្រប់តែម្ដងតែនេះសំណាងហើយដែលពួកគាត់យកបរិសម្នាក់នោះមកតន់ណាអញ្ចឹងក្រោយពីបានដឹងរឿងបែបហ្នឹងហើយតាកែនគាត់ក៏បានសួរឪពុកបរិសម្នាក់នោះឲ្យនិយាយបន្ថែមពីអាការៈដែលឈឺណាថាមានហេតុអីខ្លះបានកើតឡើងអត់ឬគាត់សួរអញ្ចឹងឪពុកបរិសម្នាក់នោះក៏បានរៀបរាប់ថាកូនគាត់យប់ឡើងគឺចេះតែចុកពោះហើយចុកម្ដងស្រែកប្រកាច់ពេញតែផ្ទះហើយការដែលចុកហ្នឹងវាមិនមែនចុកជាប់រហូតតែម្ដងទេរបៀបថា10ទៅ20នាទីវាចាប់ផ្ដើមចុកម្ដងហើយចុកម្ដងវាមានរយៈពេលប្រហែលជា5នាទីអីគឺបាត់ទៅវិញហើយអត់តន់អស់ទេក្រៅពីអាការៈដែលចុកពោះហ្នឹងក៏នៅមានរឿងមួយទៀតដោយឪពុកបរិសម្នាក់នោះគាត់បានប្រាប់ថានៅពេលយប់ជ្រៅនៅចន្លោះម៉ោងប្រហែលជា12ទៅម៉ោង1ដោយគិតចាប់តាំងពីថ្ងៃដែលកូនគាត់ឈឺធ្ងន់មកនៅពេលយប់ឡើងកំឡុងម៉ោងហ្នឹងគឺគាត់តែងតែឮសំឡេងមនុស្សប្រុសម្នាក់មកស្រែកហៅឈ្មោះកូនរបស់គាត់កាលហ្នឹងគាត់ថាពេលដែលគាត់ឮដំបងគាត់តែងតែក្រោកទៅអើតមើលដែរចង់ដឹងខ្លាចក្រែងមាននរណាមករកអីណាតែដល់ពេលគាត់អើតមើលទៅគឺថាអត់ដែលឃើញមាននរណាមកឈរនៅមុខផ្ទះគាត់ទេក្រោយពីស្ដាប់នៅអ្វីដែលឪពុកបរិសម្នាក់នោះបានប្រាប់អញ្ចឹងហើយតាកែនោះគាត់ដឹងភ្លាមថាអ្នកដែលមកហៅនោះគឺជានរណាហើយអ្នកទាំងអស់គ្នាអាចទីដឹងអត់ថានោះគឺជាអីចម្លើយនេះគឺថាអ្នកដែលមកហៅនឹងគឺជាព្រលឹងខ្មោចដែលគេប្រើមកឲ្យនទងព្រលឹងអ្នកដែលឈឺនោះនិយាយទៅគឺគេមកហៅរាល់ថ្ងៃរហូតដល់គម្រប់ថ្ងៃដែលគេកំណត់គឺគេដឹងតែយកទៅតែម្ដងតែដូចបាននិយាយពីខាងលើអញ្ចឹងដោយសារតែគ្រួសារនោះយកបរិសម្នាក់នឹងមកតាន់ពេលអញ្ចឹងហើយតាកែនគាត់ថាមិនអីទេគាត់អាចជួយបានដល់រយៈពេលដែលគាត់ត្រូវដោះអំពើហ្នឹងគឺត្រឹមតែ3ថ្ងៃតែប៉ុណ្ណោះអញ្ចឹងមានន័យថាគ្រួសារនោះត្រូវស្នាក់នៅផ្ទះតាកែនរយៈពេល3ថ្ងៃណាអ្នកទាំងអស់គ្នាអូខេអញ្ចឹងគាត់ថាថ្ងៃដំបូងដែលពួកគាត់មកដល់ហ្នឹងគឺអត់ទាន់អាចធ្វើពិធីអីបានទេដោយសារវាល្ងាចទៅហើយរហូតដល់ព្រឹកឡើងដែលជាថ្ងៃទី1នៃការដោះអំពើនោះលេងគាត់ថាតាមអ្វីដែលគាត់ចាំតាគាត់បានប្រាប់ថាពេលដែលធ្វើពិធីនៅក្នុងថ្ងៃទី1ហ្នឹងគឺថាបរិសម្នាក់ដែលឈឺហ្នឹងអ្នកទាំងអស់គ្នាគឺគាត់បានក្អួតចេញសំណមកខាងក្រៅអាសារីសំណសដែលគេយកធ្វើសាច់ចកេះហ្នឹងហើយគាត់ថាពេលហ្នឹងបរិសម្នាក់ហ្នឹងក្អួតអាសំណកថាហ្នឹងចេញមកឡើងប៉ុនមេជើងហើយគិតមើលណាទៅតនេហូបអាហ្នឹងចូលពោះហើយគាត់ថាក្រោយពីបរិសម្នាក់ហ្នឹងបានក្អួតអាដុំកថាហ្នឹងចេញមកពីខ្លួនហើយស្រាប់តែអាការៈដែលគាត់ឈឺទាំងប្រមាណក៏ចាប់ផ្ដើមប្រសើររបៀបថាគ្រាន់តែរបស់ហ្នឹងចេញពីក្នុងខ្លួនគាត់ភ្លាមពីមនុស្សដែលគេនៅលើកទេក្រោកអង្គុយខ្លួនឯងសឹងតែមិនរួចផងក៏ប្រែទៅជាអាចអង្គុយបានឡើងវិញបាននិយាយទៅពេលហ្នឹងគ្រួសារបរិសម្នាក់ហ្នឹងពួកគាត់សប្បាយចិត្តខ្លាំងមែនទែនហ
ហើយដល់ពេលចូលដល់ថ្ងៃទី2ថ្ងៃហ្នឹងតាកែនគាត់បានធ្វើពិធីដូចម្សិលមិញអញ្ចឹងប៉ុន្តែគាត់ថាថ្ងៃហ្នឹងបរិសម្នាក់ហ្នឹងអត់មានក្អួតអីទៀតទេហើយសភាពគាត់ក៏កាន់តែប្រសើរជាងម្សិលមិញទៀតហើយគាត់ថានៅក្នុងថ្ងៃទី2ហ្នឹង2ថ្ងៃអត់មានរឿងអីកើតឡើងទេប៉ុន្តែដល់ពេលយប់ឡើងតាកែនគាត់ក៏បានជួបរឿងចម្លែកមួយគាត់ថានៅក្នុងយប់ហ្នឹងគាត់កំពុងតែសម្រាកនៅលើផ្ទះដល់ពាក់កណ្ដាលយប់ស្រាប់តែគាត់បានឮសំឡេងចម្លែកមួយដោយសំឡេងនោះស្ដាប់ទៅរបៀបដូចជាមានសត្វជើង4វាមកដើរជុំវិញផ្ទះហើយគាត់ថាសំឡេងហ្នឹងមិនមែនឮរបៀបដូចជាឆ្កែរត់អីទេគឺថាសំឡេងសម្រាប់ជើងនោះគឺដើរមកចំហៀនហើយធ្ងន់ខ្លាំងមែនទែនទំនងជាសត្វធំណាពេលហ្នឹងគាត់ស្ដាប់តាមសំឡេងនឹងលម៉ាស់ស្ទុះធំដែរដោយឆ្ងល់ថាសត្វហ្នឹងគឺជាសត្វអីតនេម្លេះយប់ហើយមិនព្រមដេកបែបហ្នឹងពេលហ្នឹងតាកែនគាត់ក៏បានសម្រេចចិត្តក្រោកទៅបើកទ្វារដើម្បីចេញទៅមើលប៉ុន្តែអ្នកទាំងអស់គ្នាដឹងមិនអត់ពេលដែលគាត់ចេញទៅគឺថាគ្រប់យ៉ាងនៅខាងក្រៅគឺថាឡើងស្ងប់ជ្រាបអត់មានសត្វមានអីនៅខាងក្រៅហ្នឹងទេអញ្ចឹងសំឡេងមុនហ្នឹងគឺជាសំឡេងអីវិញអញ្ចឹងដល់ពេលចេញទៅហើយអត់ឃើញមានអីបែបហ្នឹងតាកែនគាត់អាចស្មានដឹងហើយថានោះគឺជាអីអញ្ចឹងហើយគាត់ក៏បានចូលមកសម្រាកក្នុងផ្ទះវិញទៅនិយាយទៅពេលហ្នឹងគាត់រឿងអែមដែរគាត់អត់មានខ្វល់អីច្រើនទេព្រោះតែគាត់ដឹងក្នុងចិត្តថាគ្មានអីអាចចូលមកក្នុងផ្ទះគាត់បានឡើយហើយរហូតដល់ស្អែកឡើងអានេះចូលដល់ថ្ងៃទី3ណាព្រឹកហ្នឹងតាកែនគាត់ក៏បានដើរទៅប្រាប់ឪពុកម្ដងម្នាក់នោះថាថ្ងៃនេះគឺជាថ្ងៃចុងក្រោយហើយស្អែកពួកគាត់អាចត្រឡប់ទៅផ្ទះវិញបានឮតាកែនិយាយអញ្ចឹងហើយគ្រួសារនឹងសប្បាយចិត្តខ្លាំងមែនទែនព្រោះតែកូនពួកគាត់ឈឺមិនចេះតិចថ្ងៃទៅហើយតែបែរជាមកជាពេលដែលមកជួបតាកែរយៈពេល3ថ្ងៃទៅវិញហើយពេលដែលកូនរបស់គ្រួសារនោះបានប្រសើរបែបហ្នឹងហើយឪពុកម្ដងម្នាក់ហ្នឹងគាត់ក៏បានដាក់ទំនើបឲ្យតាកែតាមក្បួនឲ្យតាកែគាត់បានកំណត់ទៅហើយនៅក្នុងថ្ងៃហ្នឹងផងដែរដោយសារតែបរិសម្នាក់នោះបានជាហើយអញ្ចឹងហើយពិធីនៅក្នុងថ្ងៃទី3ហ្នឹងក៏អត់មានអីធំដុំច្រើនដែរគឺមានតែជាការស្រោចទឹកពាក់ខ្សែចង្កេះឲ្យបរិសម្នាក់នោះតែប៉ុណ្ណោះអាហ្នឹងចប់ពេលថ្ងៃណាចូលមកដល់យប់ឡើងយប់ហ្នឹងវាជាយប់ចុងក្រោយហើយតាកែណាគាត់ក៏ដឹងខ្លួនឯងច្បាស់ថាគាត់បានទៅប៉ះពាល់គេហើយយប់ហ្នឹងដឹងតែគេមិនព្រមឲ្យគាត់បាននៅសុខឡើយអញ្ចឹងដល់ដឹងខ្លួនមុនបែបហ្នឹងពីល្ងាចទៅតាកែនគាត់ក៏បានរៀបចំវត្ថុស័ក្តិសិទ្ធិត្រៀមទុកដែលមានដូចជាចង្គមខ្លាគោអាគមសត្វដំរីនិងរបស់ជាច្រើនទៀតអត់ដឹងអីខ្លះទេដឹងតែច្រើនហើយរហូតចូលដល់យប់ឡើងនៅម៉ោងខ្ទង់ប្រហែលជា12យប់ពេលនោះការគិតរបស់គាត់ក៏បានខ្លាចជាការពិតដោយគ្រូម្ខាងទៀតដែលជាអ្នកធ្វើអំពើនោះគេក៏បានបញ្ជូនបរិវារគេមកដោយរបស់ដែលគេបញ្ជូនមកមុនគេហ្នឹងវាគឺជាព្រីមួយក្បាលដល់ពេលហ្នឹងពេលដែលព្រីនឹងមកដល់ផ្ទះតាកែនហើយវាបានកលាខ្លួនទៅជាឪពុកបរិសដែលឈឺនោះនិយាយទៅកន្លែងហ្នឹងព្រីហ្នឹងវាភ្លាវខ្លាំងមែនទែនភ្លាវមិនភ្លាវត្រង់ថាគឺថាព្រីហ្នឹងវាកលាទៅជាឪពុកបរិសម្នាក់នោះហើយគេបានមកស្រែកហៅតាកែនណាថាកូនគេឈឺទៀតហើយមកបោកគេដូចជាមិនសមព្រោះតែជាក់ស្ដែងគ្រួសារបរិសម្នាក់នោះកំពុងតែស្នាក់នៅក្នុងផ្ទះគាត់មិនទាន់ត្រឡប់ទៅវិញផងហ្នឹងហើយបើថាមានរឿងអីគួរតែគាត់មកប្រាប់នៅក្នុងផ្ទះហើយចាំបាច់ចេញទៅក្រៅអីមកស្រែកប្រាប់អញ្ចឹងទៅអីទៀតអញ្ចឹងដល់ដឹងថាព្រីនោះវាចង់មកបោកគាត់បែបហ្នឹងពេលនោះពេលដែលឮព្រីនឹងស្រែកហៅអញ្ចឹងហើយតាកែនគាត់ធ្វើជាមិនឮមិនខ្វល់អិចនំហ្មងប៉ុន្តែដល់ពេលគាត់មិនតបវាបែបហ្នឹងវានោះតែស្រែកដដែលព្រមឈប់សោះអញ្ចឹងដល់ថ្លង់ព្រីនឹងពេកពេលនោះតាកែនក៏បានសូត្រគាថាចងព្រីនោះរហូតដល់ព្រីនោះវាស្រែកតែក្តៅណាហើយសុំវល់ឲ្យតាកែននេះដោះលែងវាវិញទៅដល់ពេលឮតាព្រីនោះវាជាប់គាថារបស់គាត់បែបហ្នឹងហើយតាកែនគាត់ក៏បានសួរពេលនោះដើម្បីចង់ដឹងថាអ្នកដែលបញ្ជូនវាមកហ្នឹងគឺជានរណាឬគាត់សួរដំបងព្រីនោះវាខ្មើតណាស់វាអត់ព្រមឆ្លើយទេវាសុកចិត្តឈឺក៏វាមិនព្រមនិយាយដែរតែលេងប៉ះចំនរណាមិនប៉ះចំតាកែនដល់ឃើញថាព្រីនឹងវាឌឺពេកពេលនោះតាកែនគាត់ក៏បានសូត្រគាថារត់ព្រីនឹងបន្ថែមបន្ទាប់មកគាត់ក៏បាននិយាយគម្រាមថាបើសិនជាព្រីឯងព្រមនិយាយគាត់នឹងដោះលែងឲ្យរួចខ្លួនតែបើសិនជាឌឺអត់ព្រមប្រាប់ទេគាត់នឹងកំចាយព្រលឹងព្រីនឹងចោលលែងឲ្យទៅចាប់ជាតិកើតតែម្ដងក្រោយពេលតាកែននិយាយអញ្ចឹងហើយព្រីនោះក៏ចាប់ដើមភ័យខ្លួនបន្ទាប់មកវាក៏ព្រមនិយាយការពិតប្រាប់តាកែនដល់ពេលនោះព្រីនោះបាននិយាយថាអ្នកដែលបញ្ជូនវាមកហ្នឹងគឺជាគ្រូធីដែលជាគ្រូអាគមម្នាក់រស់នៅភូមិខាងលិចនេះឯងអញ្ចឹងក្រោយពីបានដឹងថាគ្រូនោះគឺជានរណាហើយតាកែនគាត់ក៏បានដោះលែងព្រីនោះវិញទៅដោយដោះលែងហ្នឹងគឺមិនមែនដោះលែងតែគេថាដែលគាត់បានចងព្រីហ្នឹងទេណាគឺថាពេលហ្នឹងគាត់ថែមទាំងជួយដោះគេថាពីគ្រូធីឲ្យព្រីនឹងមានសេរីភាពឡើងវិញបានទៀតហើយបើនិយាយពីគ្រូធីនោះវិញសម្រាប់តាកែនគាត់ធ្លាប់ឮឈ្មោះគ្រូធីនឹងពីមុនមកដែរប៉ុន្តែពីដើមឡើយពួកគាត់ទាំងពីរនេះអត់ធ្លាប់បានប៉ះគ្នាពីមុនឡើយអាចថាអ្នកដែលធ្វើអំពើទៅលើបរិសម្នាក់នោះគឺជាគ្រូធីនឹងហើយទើបធ្វើឲ្យថ្ងៃហ្នឹងបានកើតឡើងបានអញ្ចឹងក្រោយពីហេតុការណ៍ព្រីនឹងបានចប់រំលងទៅបានប្រហែលជា1ម៉ោងក្រោយមកឬមួយទៀតក៏បានកើតឡើងដោយលេងក៏ថាពេលហ្នឹងតាកែនកំពុងតែអង្គុយនៅមុខអាសនៈរបស់គាត់ត្រៀមរៀបចំដើម្បីចូលគេងទៅហើយស្រាប់តែពេលនោះគាត់បានឮសំឡេងសត្វខ្លាមួយក្បាលវាមកកហឹមយ៉ាងខ្លាំងនៅមុខផ្ទះរបស់គាត់ឮអញ្ចឹងគាត់ដឹងហើយថានោះគឺជារបស់នរណាបញ្ជូនមកតាមពិតទៅតាកែណាគាត់ចង់បញ្ចប់រឿងត្រឹមរឿងព្រីនឹងឯងប៉ុន្តែដោយសារតែគេមិនចង់ចប់អញ្ចឹងមានតែកំដរគេហើយពេលនោះដល់ឃើញភ្ញៀវមកដល់មុខផ្ទះទៅហើយពេលនោះតាកែនគាត់ក៏បានបញ្ជូនខ្លារបស់គាត់ទៅស្វាគមន៍ខ្លាមួយនោះ
ជួបគ្នាហើយខ្លាទាំងពីរក៏ចាប់ផ្ដើមប្រយុទ្ធគ្នាទៅវិញទៅមកអស់រយៈពេលប្រហែលជាកន្លះម៉ោងក្រោយមកក៏នៅតែមិនទាន់មាននរណាឈ្នះនរណាចាញ់ឡើយដឹងត្រឹមតែសត្វទាំងពីរនោះវាលបួសទាំងសងខាងហើយក៏បានរលាយបាត់ទាំងពីរនឹងទៅហើយអាចថាដោយសារតែមិនអស់ចិត្តហើយមើលទៅដោយអស់ពីវគ្គខ្លាចូលដល់វគ្គគោម្ដងដោយលើកនេះគ្រូធីគាត់បានបញ្ជូនគោបានមកក្បាលមកឡងប៉ុណ្ណាណីហើយភ្នែកវាវិញឡើងក៏ហមថ្លែមកស្រែកក៏ហឹមនៅមុខផ្ទះតាកែនឃើញអញ្ចឹងតាកែនគាត់ក៏បានបញ្ជូនគោរបស់គាត់ទៅទៀតហើយអ្នកទាំងអស់គ្នាសាក់ចាក់មើលខាងណាឈ្នះខាងណាចាញ់បាទជាការពិតលើកនេះគោរបស់តាកែនជាអ្នកឈ្នះហើយវាក៏ជាឱកាសឲ្យតាកែននេះអាចចាប់គោរបស់គ្រូធីនឹងយកមកចងទុកបានទៀតហើយពេលហ្នឹងដោយសារតែគ្រូធីចាញ់ពេលហ្នឹងតាកែនគាត់អាចស្មានដឹងហើយថាគ្រូធីប្រកាសជាមិនព្រមឡើយអញ្ចឹងដើម្បីការពារទុកមុនតាកែនគាត់ក៏បានធ្វើជាអ្នកបោះមេមុនម្ដងហើយការលេងរបស់គាត់នេះគឺគាត់ដាក់ឡាស់គេយកតែម្ដងអ្នកទាំងអស់គ្នារបៀបថាបើសិនជាយើងចាក់ឆ្នោតវិញគឺគាត់លក់ទាំងដីលក់ទាំងផ្ទះទៅចាក់បើថាឈ្នះអត់ដឹងឈ្នះចាញ់អត់ដឹងចាញ់ហើយនេះគ្រាន់តែការប្រៀបធៀបណាទាំងអស់គ្នាដល់ពេលហ្នឹងតាកែនរបស់គាត់មានទាំងប្រមាណគឺគាត់បញ្ជូនទៅទាំងអស់គ្មានទុកមួយទេហ្នឹងហើយអញ្ចឹងដោយសារតែគាត់បានលេងឈុតធំបែបហ្នឹងហើយគាត់ថាពេលនោះគាត់បានបញ្ជូនសัตว์គាត់ទៅលម៉ាស្ទុះធំក្រោយមកសត្វទាំងនោះក៏បានត្រឡប់មកវិញហើយមកវិញទាំងគ្រប់ចំនួនទាំងអស់អត់មានបាត់អីមួយឡើយសំខាន់ពេលដែលមកវិញនឹងហើយគ្រប់សត្វទាំងអស់គឺថាមានសុទ្ធតែប្រឡាក់ឈាមអញ្ចឹងដល់ពេលឃើញសភាពបែបហ្នឹងតាកែហ្នឹងក៏គិតថាមិនដឹងតាគ្រូធីនោះយ៉ាងម៉េចយ៉ាងម៉ាយទេតែទោះបីជាយ៉ាងណាក៏ដោយពេលហ្នឹងគិតអញ្ចឹងហើយគាត់ក៏មិនទាន់ហ៊ានគេងដែរព្រោះខ្លាចថាគេបញ្ជូនអីមកទៀតហើយដល់ពេលចាំទៅក៏ចេះតែចាំបាត់អត់ឃើញមានអីមកទៀតគាត់ក៏បានចូលសម្រាកទៅហើយនៅក្នុងយប់ហ្នឹងក៏អត់មានរឿងអីកើតឡើងទៀតដែរហើយរហូតដល់ព្រឹកឡើងក្រោកឡើងគាត់ក៏បានទទួលដំណឹងពីអ្នកជិតខាងមកថានៅភូមិខាងលិចហ្នឹងគឺមានគ្រូអាគមម្នាក់បានស្លាប់ស្ដាប់ដឹងដំណឹងហ្នឹងហើយតាកែនគាត់អាចស្មានដឹងហើយថាអ្នកស្លាប់នោះប្រកាសជាគ្រូធីហើយតាមពិតទៅតាកែនគាត់ថាគាត់អត់ចង់លេងធ្ងន់អញ្ចឹងឡើយព្រោះតែគាត់ជាមនុស្សស្លូតទេតែគាត់ថាតាមអ្វីដែលគាត់ស្ទង់ដឹងមនុស្សនឹងការលេងរបស់គេមកគឺគេមកមិនមែនដើម្បីគ្រាន់តែសាកសមត្ថភាពឡើយលក្ខណៈថាគេចង់មកយកជីវិតគាត់តែម្ដងអញ្ចឹងហើយចង់មិនចង់គឺគាត់មានតែធ្វើអញ្ចឹងឯងអញ្ចឹងសម្រាប់រឿងរបស់យើងគឺចប់តែប៉ុណ្្នឹងឯងតែមួយវិញទៀតអ្នកទាំងអស់គ្នាខ្ញុំនៅតែបញ្ជាក់ម្ដងហើយម្ដងទៀតសម្រាប់រឿងដែលតាក់ទងទៅនឹងអាគមពេលដែលយើងស្ដាប់ទៅវាអាចនឹងពិបាកជឿបន្តិចព្រោះតែវាមានសិលមានអីអញ្ចឹងណាអញ្ចឹងពីខ្ញុំទៅក្រោយពីអ្នកទាំងអស់គ្នាស្ដាប់រឿងនេះហើយអ្នកទាំងអស់គ្នាអាចចាត់ទុកវាថាជារឿងនិទានមួយសម្រាប់ស្ដាប់កំដរអារម្មណ៍តែចោះអូខេអញ្ចឹងសម្រាប់រឿងទី3របស់យើងគឺចប់តែប៉ុណ្ណឹងចូលមកដល់រឿងចុងក្រោយរបស់យើងដែលរឿងរ៉ាវមួយនេះត្រូវបានចែករំលែកពីប្អូនប្រុសម្នាក់ដែលគាត់មានឈ្មោះថាឈុនសម្រាប់រឿងដែលឈុនគាត់បានចែករំលែកមកថ្ងៃនេះវាមិនមែនជារឿងដែលស្ដាប់ទៅរន្ធត់គួរឲ្យខ្លាចអីនោះទេដែលរឿងនេះគឺគាត់បានលើកតពីគ្រូស្ដោះផ្លុំម្នាក់សម្រាប់ដំណើររឿងដំបូងហ្នឹងគាត់ថាកាលពីសប្តាហ៍មុននេះឯងក្មួយរបស់គាត់នេះសុកវាក៏យំយ៉ាងចម្លែកម៉ែវាលួងផងយាយវាលួងផងក៏នៅតែមិនព្រមបាត់សោះហើយមិនមែនយំធម្មតាណាវាយំឡើងតាំងពីព្រឹករហូតដល់ម៉ោង7យប់យំឡើងដល់ថ្នាក់ផ្អើលអ្នកជិតខាងមកមើលណាអញ្ចឹងនៅខាងអាការៈក្មេងសុកវាយំចម្លែកខ្លាំងបែបហ្នឹងពេលនោះម្ដាយរបស់ឈុនដែលត្រូវជាយាយបង្កើតរបស់ក្មេងនិយមនោះគាត់បានយកចៅរបស់គាត់នឹងទៅជួបគ្រូស្ដោះផ្លុំម្នាក់ដើម្បីឲ្យគាត់ជួយមើលហើយពេលដែលទៅដល់ពួកគាត់ក៏បានប្រាប់ពីដំណើរដើមតួនៃរឿងហ្នឹងទៅបន្ទាប់មកគ្រូនោះក៏បានធ្វើការស្ដោះផ្លុំតាមហ្នឹងហើយមានអីក្រោយពីគាត់បានស្ដោះផ្លុំហើយក្មួយរបស់ឈុនក៏បានបាត់យំទៅតែដោយខ្លាចថាបន្តិចទីក្មួយនៅយំទៀតពេលនោះគ្រូនោះក៏បានប្រាប់ថាឲ្យដាក់ក្មេងឲ្យទៅគេងសិនទៅកុំតន់ទៅវិញអីអញ្ចឹងឆ្លៀតពេលដែលទំនេរនឹងអង្គុយចាំក្មួយគាត់គេនោះគ្រូនោះក៏បាននិយាយរឿងចម្លែកមួយចំនួនដែលគាត់ធ្លាប់បានជួបប្រាប់គ្រួសារឈុនឲ្យបានដឹងហើយសម្រាប់រឿងទី1ដែលគ្រូនោះបានប្រាប់គឺវាជាប់តាក់ទងទៅនឹងរឿងបញ្ញាក្អែកដើមឫស្សីមិនដឹងថាអ្នកទាំងអស់គ្នាធ្លាប់ឮពីមុនឬក៏អត់ទេប៉ុន្តែសម្រាប់ខ្ញុំគឺថាវាថ្មីចេះតែម្ដងដោយការនោះគ្រូនោះក៏ថាមានថ្ងៃមួយគាត់បានទៅលេងស្រុកឆ្ងាយមួយដែលស្រុកនោះរបៀបថាជាស្រុកខ្សែបែបបុរាណណាដោយគាត់ថាមិនត្រឹមតែបុរាណតែភូមិទេណាសូម្បីតែជីវភាពរស់នៅរបស់ពួកគាត់នៅតំបន់ហ្នឹងក៏បុរាណដែរសូម្បីតែបន្ទប់ទឹកអ្នកទាំងអស់គ្នាក៏អត់ទាន់មានប្រើដែរអញ្ចឹងខ្ញុំសូមដាក់ឈ្មោះឲ្យគ្រូនោះថាអ៊ំដំទៅចុះអញ្ចឹងពេលហ្នឹងអ៊ំដំក៏ថាពេលដែលគាត់ទៅលេងមិត្តភ័ក្តិនៅស្រុកហ្នឹងពេលដែលគាត់អង្គុយនិយាយគ្នាលេងសុកនោះស្រាប់តែគាត់ក៏បានឈឺពោះចង់បត់ជើងធំតែពេលឈឺពោះបែបហ្នឹងគាត់ក៏បានសួរគ្នាណាថាបន្ទប់ទឹកនៅណាពេលនោះគ្នាគាត់ក៏ថាអត់មានបន្ទប់ទឹកទេមានតែទៅដោះតតាមព្រៃនៅខាងក្រោយទៅលើគ្នាគាត់និយាយបែបហ្នឹងហើយដល់ទ្រាំបានពេលនោះអ៊ំដំគាត់ក៏បានដើរទៅក្រោយសម្ដៅទៅចំណុចគុំរស័យមកកន្លែងហើយដល់ពេលដើរទៅដល់គាត់ក៏បានរកទីតាំងមួយរៀងតំណងណារកបានហើយគាត់ក៏បានអង្គុយបត់ជើងនៅកន្លែងនោះទៅគាត់ថាគណៈពេលដែលគាត់អង្គុយបត់ជើងនោះភ្នែកគាត់ចេះតែមើលឆ្វេងមើលស្ដាំមើលខ្លាចមាននរណាដើរកាត់ផងនិងខ្លាចមានសត្វផងហើយងាកមើលឆ្វេងស្ដាំហើយអត់ឃើញមានមនុស្សមានអីទេគាត់ក៏ងាកមើលខាងលើម្ដងខ្លាចក្រែងមានពស់មានអីអញ្ចឹងទៅព្រោះអាគមអាស័យនៅកន្លែងហ្នឹងវារៀងស្ដុកដែរប៉ុន្តែដល់ពេលគាត់ងើយមើលទៅលើទៅអត់មានឃើញពស់ដោយអ្វីដែលគាត់គិតទេ
តែជំនួសមកវិញគាត់ក៏បានឃើញដើមបញ្ញាក្អែកមួយដើមស្អាតខ្លាំងមែនទែនវានៅជាប់នឹងចុងអាស័យរៀងខ្ពស់ណាដល់ឃើញដើមបញ្ញាក្អែកហ្នឹងវាស្អាតហើយផ្កាវាមានពណ៌ប្លែកពីដើមផ្សេងទៀតដែលគាត់មិនធ្លាប់ឃើញផងអញ្ចឹងហើយពេលហ្នឹងគាត់ក៏បានដើរត្រឡប់មកផ្ទះនៅខាងមុខវិញក្នុងគោលបំណងយកកបិតទៅកាប់ដើមបញ្ញាក្អែកមួយនោះដើរមកដល់ផ្ទះខាងមុខវិញគាត់ក៏បានជួបអ៊ំស្រីដែលជាម្ដាយខ្លៅរបស់គាត់ឃើញអញ្ចឹងគាត់ក៏បានសួរអ៊ំស្រីម្នាក់នោះថាមានកបិតអត់គាត់សុំខ្ចីបន្តិចឬគាត់សុំខ្ចីកបិតអញ្ចឹងអ៊ំស្រីនោះក៏សួរថាហើយយកកបិតទៅធ្វើអីពេលហ្នឹងអ៊ំដំគាត់ក៏បានប្រាប់ថាគាត់បានឃើញដើមបញ្ញាក្អែកនៅគុំអាស័យនៅខាងក្រោយឃើញវាស្អាតអញ្ចឹងហើយគាត់ចង់បានហើយពេលនឹងផងដែរគាត់ក៏បានសួរអ៊ំស្រីនោះដែរថាបញ្ញាក្អែកនឹងមានម្ចាស់នៅខ្លាចក្រែងមានអ្នកឃើញមុនគាត់អីអញ្ចឹងណាឬគាត់និយាយអញ្ចឹងហើយអ៊ំស្រីនោះក៏និយាយទាំងជ្រួញចាំថាគាត់មិនដែលឃើញមានដើមបញ្ញាក្អែកនៅលើដើមអាស័យនៅខាងក្រោយនឹងទេតែបើសិនជាអ៊ំដំនេះគាត់ឃើញហើយចង់ទៅកាប់យកក៏យកទៅគ្មាននរណាជាម្ចាស់អីឡើយក្រោយពីលឺអ៊ំស្រីម្នាក់នឹងនិយាយអញ្ចឹងហើយអ៊ំដំគាត់ក៏បានកាន់កបិតមួយនឹងដៃបន្ទាប់មកគាត់ក៏បានដើរត្រឡប់ទៅកន្លែងដែលគាត់បានឃើញបញ្ញាក្អែកមុននោះហើយគាត់ថាអញ្ចេះពេលដែលគាត់ដើរទៅដល់គាត់ខំសន្លឹងមើលអាបញ្ញាក្អែកដែលគាត់បានឃើញមុននឹងដែរប៉ុន្តែទោះបីជាគាត់ខំរយយ៉ាងណាក៏រកអត់ឃើញសោះហើយពេលនឹងគាត់ខំបញ្ជាក់ឲ្យច្បាស់ទៀតគាត់បានតកាយមើលកន្លែងដែលគាត់បត់ជើងមុននឹងទៀតហើយគាត់ថាកន្លែងនឹងច្បាស់ណាស់ប៉ុន្តែមិនបានជារបស់ដែលគាត់បត់ជើងមុននឹងវានៅនឹងហើយបើជាបញ្ញាក្អែកដែលលើចុងអាស័យនឹងវាបាត់ទៅវិញស្ដាប់អ៊ំដំនិយាយដល់ចំណុចនឹងហើយប៉ារបស់ឈុនក៏បាននិយាយថាពីមុនមកគាត់ធ្លាប់ឮគេនិយាយពីរឿងនឹងម្ដងដែរហើយតាមអ្វីដែលគាត់ដឹងគាត់ថាបើសិនជាខ្លាចវាបាត់គឺយើងត្រូវយកវល្លិមួយវល្លិអីក៏បានដែរយកវាទៅចងទៅនឹងថ្នាំអាស័យដែលយើងឃើញបញ្ញាក្អែកវាតោងនោះទៅគឺថាវាអត់បាត់តាណាទេហើយមួយវិញទៀតតាមអ្វីដែលគាត់ដឹងគាត់ឮគេនិយាយថាបើសិនជាយើងបានឃើញហើយឃើញតែម្នាក់ឯងបែបហ្នឹងយើងអត់ត្រូវទៅនិយាយប្រាប់នរណាទៀតទេតែហ៊ានប្រាប់គេហើយរបស់នោះវាបាត់ហើយព្រោះវាមិនមែនជារុក្ខជាតិដែលដុះខ្លួនឯងឡើយត្រង់ចំណុចនេះគាត់ចង់សម្ដៅថាវាជារបស់ស័ក្តិសិទ្ធិដែលអ្នកតាគេឲ្យអីអញ្ចឹងណាហ្នឹងហើយអញ្ចឹងក្រោយពីបានឮប៉ារបស់ឈុននិយាយបែបហ្នឹងហើយទើបបំដំគាត់បានស្រាយចម្ងល់ដែលគាត់បានឆ្ងល់តាំងកន្លងមកអញ្ចឹងអានឹងជារឿងទី1ដែលគាត់បានជួបហើយបន្ទាប់មកទៀតដំក៏បាននិយាយរឿងមួយទៀតដែលគាត់បានជួបទៀតគាត់ថាការនឹងការពីគាត់នៅកន្លោះនៅមានកម្លាំងណានៅតាមស្រុកស្រែដល់ពេលតនេពីការធ្វើស្រែដើម្បីយកទឹកថ្នោតទៅលក់គ្រាន់បានលុយដើម្បីចំណាយប្រចាំថ្ងៃណាហើយគាត់ថាតាមទម្លាប់របស់គាត់គឺគាត់តែងតែក្រោកតាំងពីម៉ោង3យប់ដើម្បីដើរទៅឡើងថ្នោតនៅស្រែនៅខាងក្រៅភូមិព្រោះតែស្រុកភូមិរបស់គាត់សម្បូរដើមថ្នោតនៅតាមស្រែណាអញ្ចឹងការនឹងរហូតដល់ថ្ងៃមួយដំគាត់បានក្រោកពីម៉ោង3ដូចទម្លាប់អញ្ចឹងដើម្បីដើរទៅឡើងថ្នោតហើយគាត់ថានៅក្នុងយប់ហ្នឹងខណៈពេលដែលកំពុងតែដើរតាមភ្លឺស្រែសុកនេះស្រាប់តែគាត់បានឃើញមនុស្សប្រុសម្នាក់មានធំឲ្យខ្លួនវិញឡើងខ្មៅកំពុងតែដើរនៅលើភ្លឺស្រែដែរដោយម្នាក់ហ្នឹងគេដើរនៅខាងមុខគាត់ចម្ងាយប្រហែលជា5ម៉ែត្រពីគ្នាអញ្ចឹងដំគាត់ថានៅពេលដែលគាត់ឃើញមនុស្សដើរនៅថ្មើរហ្នឹងគាត់គិតថាជាអ្នកឡើងថ្នោតដូចគ្នាពេលនោះគាត់ក៏បានស្រែកសួរបែបអ្នកស្រុកអ្នកស្រែណាថាណាគេហ្នឹងទៅឡើងថ្នោតអីដែរមែនពេលដែលឮគាត់និយាយអញ្ចឹងហើយស្រាប់តែម្នាក់ហ្នឹងគេអត់ខ្វល់នឹងសំណួរគាត់ទេដែលគេគិតទៅដើរទៅមុខជាធម្មតាអត់និយាយរកគាត់វិញឡើយសំខាន់គាត់សួរហើយគេអត់ឆ្លើយបែបហ្នឹងហើយដើរទៅមុខបានបន្តិចស្រាប់តែម្នាក់ហ្នឹងក៏អង្គុយពុកនៅចំកណ្ដាលផ្លូវដែលគាត់កំពុងតែដើរហាក់ដូចជាចង់បករឿងណាឃើញបែបហ្នឹងដំគាត់ក៏និយាយថាជុំថៃហ្នឹងមិនបានមកអង្គុយនៅកន្លែងផ្លូវដើរហ្នឹងចង់មានរឿងមែនគ្រាន់តែគាត់និយាយអញ្ចឹងហើយម្នាក់នោះក៏បានក្រោកឈរវិញបន្ទាប់មកគេក៏បានងាកមកស្លក់មុខគាត់របៀបដូចជាខឹងខ្លាំងមែនទែនដែលចិត្តរឿងខឹងដែររឿងស្ទីលកាលហ្នឹងអ្នកទាំងអស់គ្នាឃើញគេស្លក់មុខគាត់បែបហ្នឹងដំក៏ស្លក់មុខម្នាក់ហ្នឹងវិញហើយអាចថាដោយសារតែខឹងម្នាក់នោះក៏បានរត់សម្ដៅមករកគាត់រួចគេក៏បានហក់មកធាក់គាត់ចំកណ្ដាលទ្រូងលំមាត់ទៅហឹងឡើងធ្លាក់ទៅលើភ្លឺស្រែដែលត្រូវគេធាក់បែបហ្នឹងហើយដំក៏បានស្ទុះក្រោកទៅដើរម្នាក់នោះវិញប៉ុន្តែគាត់ថាពេលដែលគាត់ដល់មុខម្នាក់ហ្នឹងហើយគាត់ថាមុខរបស់ម្នាក់ហ្នឹងរឹងដូចថ្មអញ្ចឹងគាត់វាយឡើងឈឺដៃខ្លួនឯងវិញនិយាយទៅវាយគេឈឺខ្លួនឯងដល់ពេលវាយគេហើយគេមិនឈឺបែបហ្នឹងគេក៏ធាក់គាត់ម្ដងទៀតអានេះដួលជាលើកទី2ណាដល់ពេលដួលជាលើកទី2បែបហ្នឹងគាត់ក៏បានចោលភ្នែកមើលទៅជើងរបស់បរិសម្នាក់នោះដល់ពេលមើលទៅស្រាប់តែគាត់មើលទៅកន្លែងផ្នែកជើងរបស់ម្នាក់ហ្នឹងគឺថាមានភ្លើងភ្លឺនៅជើងសងខាងរបស់ម្នាក់ហ្នឹងហើយភ្លើងហ្នឹងគឺភ្លឺប៉ុនជើងធូបទេឃើញអញ្ចឹងហើយគាត់គិតថានេះប្រហែលជាមិនមែនមនុស្សធម្មតាឡើយអញ្ចឹងដល់អស់ក្បាច់ភ្លាមគាត់ក៏បានដកកបិតស្នៀតពីចង្កេះបន្ទាប់មកគាត់ក៏បានយកកបិតស្នៀតនោះទៅចាក់ឲ្យចំជើងកន្លែងដែលមានភ្លើងភ្លឺនោះហើយក៏ថាកន្លែងនឹងស្ដែងខ្លាំងមែនទែនគ្រាន់តែគាត់ចាក់ចំកន្លែងដែលមានភ្លើងភ្លឺនឹងហើយស្រាប់តែបរោះចម្លែកម្នាក់នោះក៏បានរលាយបាត់ហើយរលាយប្រែទៅជាធាងថ្នោតទៅវិញនិយាយទៅវាចម្លែកខ្លាំងមែនទែនដល់ពេលហ្នឹងគាត់អត់ដឹងថាអ្វីដែលគាត់បានជួបមុនហ្នឹងគឺជាខ្មោចឬក៏ជាពពួកអមនុស្សប្រភេទអីឲ្យប្រកាសទេហើយគាត់ថាដល់ពេលម្នាក់នឹងខ្លាចជាធាងថ្នោតបែបហ្នឹងគាត់ក៏បានបោះធាងថ្នោតមួយហ្នឹងទៅគុំព្រៃក្បែរនោះទៅរួចគាត់ក៏បានបន្តទៅឡើងថ្នោតជាធម្មតាហើយរហូតដល់ពេលព្រឹកឡើងពេលដែលត្រឡប់មកផ្ទះវិញដំគាត់ក៏បានយករឿងដែលគាត់បានជួបការប្រយុទ្ធមិញហ្នឹងទៅប្រាប់លោកតាម្នាក់ដែលជាគ្រូអាគមនៅក្នុងភូមិឲ្យបានដឹង
ស្ដាប់នៅអ្វីដែលគាត់បានប្រាប់បែបហ្នឹងហើយលោកតានោះក៏បានប្រាប់គាត់ថាមិនជាធាងថ្នោតធម្មតាឡើយដោយវាជារបស់ដែលយើងអាចយកមកប្រើការបានហើយពេលហ្នឹងលោកតាហ្នឹងក៏បានប្រាប់ឲ្យអ៊ំដំនេះទៅយកធាងថ្នោតហ្នឹងមកឲ្យគាត់មកដែលឮថាវាជារបស់ដែលអាចប្រើការបានបែបហ្នឹងពេលនោះអ៊ំដំគាត់ក៏បានដើរសម្ដៅទៅកន្លែងដែលគាត់បានវាយគ្នាជាមួយធាងថ្នោតនោះកាលពីយប់មិញប៉ុន្តែគាត់ថាវាចម្លែកមែនទែនពេលដែលគាត់ដើរទៅដល់កន្លែងហ្នឹងវិញហើយគាត់ព្យាយាមរកធាងថ្នោតមួយហ្នឹងព្យាយាមរកយ៉ាងណាក៏នៅតែរកអត់ឃើញសោះហើយអ្វីដែលគាត់ឃើញគឺគាត់ឃើញមានតែស្នាមស្មៅបាក់ដែលគាត់បានវាយគ្នាកាលពីយប់មិញតែប៉ុណ្្នឹងឯងហើយដល់ពេលវាចម្លែកអញ្ចឹងគាត់បានត្រឹមតែឆ្ងល់នឹងឯងហើយគាត់ថាសម្រាប់រឿងទី1ដែលគាត់បានជួបវាមិនសូវចម្លែកខ្លាំងប៉ុន្មានទេតែដល់រឿងទី2ដែលគាត់បានជួបនៅវិញគឺថាវាចម្លែកខ្លាំងមែនទែនព្រោះតែវាជាលើកទី1សម្រាប់គាត់ដែលគាត់នឹងបានវាយគ្នាជាមួយធាងថ្នោតបែបហ្នឹងអូខេអ្នកទាំងអស់គ្នាសម្រាប់ដំណើរព្រឺព្រួយរាត្រីទី25របស់យើងថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេសង្ឃឹមថាអ្នកទាំងអស់គ្នានឹងចូលចិត្តអញ្ចឹងដោយរាល់ដងបើសិនជាអ្នកទាំងអស់គ្នាមានសាច់រឿងចង់ឲ្យកថាធ្វើការចែករំលែកបន្តអ្នកទាំងអស់គ្នាអាចផ្ញើសាច់រឿងមកកាន់ Facebook Page និង Telegram របស់កថាដែលមានតំណភ្ជាប់នៅក្នុង description ខាងក្រោមបានហើយជានៅក្នុងឱកាសនេះខ្ញុំក៏សូមអធិស្ឋានបើសិនជាពេលដែលខ្ញុំនិយាយទៅមានកន្លែងណាខ្វះខាតឬក៏មានពាក្យពេចន៍លើសលួសត្រង់កន្លែងណាមួយដោយចេតនាជាចុងក្រោយអរគុណអ្នកទាំងអស់គ្នាសម្រាប់ការស្ដាប់និងការទស្សនាតាំងពីដើមរហូតដល់ចំណុចនេះហើយយើងនឹងជួបគ្នានៅរឿងខ្មោចក្រោយៗទៀត